ខ្ញុំសហការជាមួយពូទីតាមលឹកសំណាញ់ក្រៅមួយឆ្នាំចំណេញសុទ្ធ100ដល់ពេលចែកភាគលាភគាត់យក165,000ដោយមិនឲ្យខ្ញុំតែ30,000ខ្ញុំមើលលុយលើតូបមិននិយាយអីដាក់ហោប៉ាខ្ញុំយកលុយនោះទៅជួលផ្ទះកញ្ចក់ដែលគេបោះបង់រហូតដល់ព្យុះត្រជាក់ដល់កម្រមួយបោះខ្ញុំបានពង្រឹងផ្ទះកញ្ចក់ហើយដាក់ស្រទាប់ការពារកម្ដៅខ្ញុំចាំយកទាំងយប់ដុតអស់កែសម្ព័ន្ធសីតុណ្ហភាពព្យុះត្រជាក់ឥឡូវដែលខ្ញុំដាំមានពណ៌ស្អាតក្លិនក្រអូបអ្នកលក់ធំទិញអស់មិនសល់ឯពូទី2គ្រប់គ្រងមិនល្អមួយយប់ផ្ទះកញ្ចក់គាត់ខូចហើយជំពាក់បំណុលគេច្រើនយន្តហេតុអីនៅក្នុងបន្ទប់ឬសំឡេងអូនញ៉ៃឯងធ្វើអីហ្នឹងពូទី2តំបន់ផ្សិតនេះត្រូវដាច់ដោយឡែកមេរោគក្នុងដីច្រើនជាងធម្មតាប្រើមិនសម្រាប់មេរោគហើយដាំតែម្ដងក៏មិនដុះដាច់ដោយឡែកអីមិនដល់2សប្តាហ៍អញដឹងទេថាខាត់ថ្នាំប៉ុន្មានថ្លៃភ្លើងថ្លៃទឹកខាត់លុយមិនស្មើញើសជាងខ្ញុំទេពូទី2ការដាំឥឡូវគ្រោះថ្នាក់ណាស់ក្នុងផ្ទះកញ្ចក់មានកូនឆ្លៃដាំជាង3រៀលបើខូចអស់ធ្វើម៉េចកុំប្រថុយប្រាប់ឲ្យដាំក៏ដាំទៅនិយាយច្រើនរឿងអីខ្ញុំទទួលខុសត្រូវអញគ្រាន់តែ10អង្សាទី2យប់មានខ្យល់វ៉បើបាញ់ត្រូវមុំអាចសម្លាប់មេរោគបានលីថ្នាំជីវសាស្ត្រក្នុងសមាមាត្រមីនីមួយបាញ់ឲ្យចប់មុនម៉ោង2រសៀលប្រហែលជាអាចសង្គ្រោះអស់ចាវីរុសបានកូនឈើទាំងអស់រស់ទាំងអស់លីយន្តអញពូកែណាស់ល្អឥឡូវនេះគុណភាពខ្ពស់សំណាញ់ស្មើអែមតាមស្តង់ដារថ្លៃ180,000លោកម្ចាស់កុំបារម្ភក្រោយខ្ញុំនឹងដាំបានគុណភាពក៏អាចឡើងទៀតថ្ងៃនេះជាថ្ងៃចែកភាគលាភតាមកិច្ចសន្យាចាំយកលុយម៉ាក់ឯងមិនបាច់ជឿក្នុងហើយនៅតែធ្វើការទេប៉ាក៏អាចចូលនិវត្តន៍សម្រាប់ម៉ាស៊ីនបោកខោឲ្យចាស់ក៏អាចបដូររោគដែលសៀវវ៉ាន់ចង់បានខ្ញុំលួចមើលតម្លៃហើយមិនដែលហ៊ានទិញទេពូទី2ថ្ងៃនេះជាថ្ងៃចែកភាគលាភម៉ាក់ខ្ញុំរងចាំលុយនេះទៅទិញប្រញាប់ប្រញាល់អីខ្ញុំមិនដកឯងទេយក30,000ទៅ30,000មិនមែនថាចែកពាក់កណ្ដាលប្រាក់ចំណេញសុទ្ធមួយឆ្នាំ165ខ្ញុំគួរតែបាន84ពូទី2លេខនេះមិនត្រឹមត្រូវចង់បានច្រើនអញគ្រាន់តែមើលផ្ទះកញ្ចក់ជារបស់បងជារបស់ខ្ញុំយកលុយជារបស់ខ្ញុំទំនាក់ទំនងលក់ខ្ញុំរត់រកម្ដងមួយឲ្យអញ30,000នេះចិត្តល្អអ្នកផ្សេងខ្ញុំឲ្យតែ2,000ក្នុងមួយខែទេពូទី2យើងថាចែកពាក់កណ្ដាលពូសន្យាផ្ទាល់មាត់ជាមួយនៅទីធ្លាផ្ទះពូអង្គុយផឹកតែហើយថាចែកពាក់កណ្ដាលខ្ញុំថាមែនទេអ្នកណាអាចបញ្ជាក់បានគ្មានភស្តុតាងគុំយកមកនិយាយនេះជាផ្ទះកញ្ចក់ទំនើបថ្មីប្រព័ន្ធគ្រប់គ្រងស្រោចស្រពដោយស្វ័យជីនឹងថ្នាំសុទ្ធតែនាំចូលអញមិនធ្វើទេមានមនុស្សអ្នកបច្ចេកទេសមានពេញផ្លូវពូទី2ពេលទីខ្ញុំចូលរួមពូមិនបាននិយាយបែបនេះពូថាខ្ញុំចេះមើលរូបមន្តដីគ្មានអ្នកដាំដំណាំណាស្មើខ្ញុំទៅធ្វើជាមួយអ្នកផ្សេងបានតែប្រាក់ខែថេរមកជាមួយពូទី2យើងធ្វើជាដៃអញយកបច្ចេកទេសខ្ញុំយកដើមតូចចំណេញចែកពាក់កណ្ដាលពូថាមែនទេនោះជាពាក្យនិយាយលេងលើទៅយកមកធ្វើជាកាយនៅក្មេងមិនទាន់យល់នេះហៅថាជំរុញចិត្តឯងយកទេពូទី2ពូត្រូវតែកាន់ពូថាខ្ញុំជាក្មួយបង្កើតឪពុកម្ដាយឯងឈឺហើយគ្មានការងារខ្ញុំឲ្យគាត់ទៅរៀបចំការងារស្រាវនៅកន្លែងខ្ញុំឲ្យគេទាំងអស់គ្នាបានពេលអ្នកនិយាយពាក្យនេះឪពុកម្ដាយខ្ញុំកំពុងស្ដាប់នៅក្បែរគាត់សប្បាយចិត្តពេញមួយយប់ឈប់សិនកុំយករឿងចាស់មកនិយាយខ្ញុំមិនបានរៀបចំឲ្យគេទេរាល់ខែឲ្យប្រាក់ខែដូចឯងចង់បានអីទៀតពូទី2ខ្ញុំចាំហើយចាំអីចាំថាឯងយកបានតែ30,000ឬក៏ចាំថាគ្រួសារឯងទាំងមូលខ្ញុំចិញ្ចឹមខ្ញុំដាក់លុយហោប៉ៅដើរចេញពីផ្ទះ160,000ចំណេញ30,000ហើយជាការប្រទានចាំមើលបើគ្មានខ្ញុំឯងដាំរលឹកចេញរអត់ខ្ញុំបែរទៅមើលដីជួលនៅមូលដ្ឋានផ្ទះកញ្ចក់ដែលលក់នេះជាផ្ទះកញ្ចក់ថោកជាងគេ15,000បើអ្នកចង់បានអាចបញ្ចុះថ្លៃបន្តិច15,000បូកថ្លៃជួសជុលថ្លៃភ្លើងម៉ាស៊ីនកសិកម្មយ៉ាងតិច15,000ខ្ញុំមានតែ30,000ឪពុកម្ដាយខ្ញុំមួយខែថ្លៃថ្នាំនិងចំណាយគ្រួសារ183,300សំបីតែ2ខែក៏មិនគ្រប់មិននិយាយពីផ្ទះកញ្ចក់ទេលេខាអាចបញ្ចុះថ្លៃបន្តិចផ្ទះកញ្ចក់នេះជិត2ឆ្នាំហើយចោលក៏ទុកចោល15,000ជាថ្លៃទាបបំផុតផ្ទះកញ្ចក់នេះពេលសង់ថ្លៃជិត30,000ដែលគឺថ្មីបើថោកជាងនេះខ្ញុំខាតខ្ញុំថាពេលនេះខ្ញុំដៃតឹងអាចបងរំលោះបានទេខ្ញុំបងមុន30,000នៅសល់រាល់ខែខ្ញុំសងអ្នកយកផ្ទះកញ្ចក់នេះទៅពូទី2អ្នកមានផ្ទះកញ្ចក់ធ្វើការឲ្យគាត់ក៏ល្អខ្ញុំចង់ធ្វើដោយខ្លួនឯងមិនខ្លាចពូទី2នៅមូលដ្ឋានទាំងមូលលីងជាន់ក៏គ្រប់គ្រងអ្នកយ៉ាងបើអ្នកចង់ធ្វើតែម្នាក់ឯងគាត់មនុស្សនោះអ្នកក៏ស្គាល់គាត់ដែរកាលពីឆ្នាំមុនដើម្បីតែអាជីវកម្មបងប្អូនបង្កើតក៏អាចដាក់អន្ទាក់ពីក្រោយបើអ្នកចង់ជួលពិតខ្ញុំអាចជួយសួរមិត្តភក្តិនៅស្ថានីយ៍ម៉ាស៊ីនមើលថាតើអាចបញ្ចុះថ្លៃតែរឿងបងរំលោះខ្ញុំមិនមែនជាអ្នកត្រូវទៅនិយាយជាមួយផាំងអរគុណលីអូមានចិត្តខ្ពស់ជារឿងល្អតែអ្នកត្រូវគិតច្បាស់ផ្លូវនេះមិនងាយស្រួលលីងជាងគូគ្រប់គ្រងមូលដ្ឋានជាង10ឆ្នាំហើយអ្នកទំនងគាត់ជាប់គ្នាយ៉ាងស្មុគស្មាញបើអ្នកចង់ធ្វើឯករាជ្យគាត់ដាក់ឧបសគ្គតើអ្នកឪពុកម្ដាយអ្នកនៅធ្វើការក្រោមខ្ញុំគិតច្បាស់ឥឡូវខ្ញុំមានលុយតិចអាចជួលតែផ្ទះកញ្ចក់ពូថ្លៃមិនបានទេតាមតែបន្លែសម្រាប់ជាមួយជំនាញខ្ញុំអាចរកលុយបានចាំសន្សំបានដើមទុនទៅបដូរទៅផ្ទះធំមានចិត្តចង់ឡើងជារឿងល្អស៊ូគូមស៊ូបងមើលខ្ញុំទទួលអ្នកគឺចង់ជួយមិនមែនឲ្យមកបង្ករឿងអន់អាចទេឡានជាមួយគ្រឿងសម្រាប់កន្លះម៉ោងមិនទាន់ចប់សុំទោសខ្ញុំជឿចង្កេះសម្រាប់ឯងធ្វើម៉េចក្មេងពីមុនល្អឥឡូវមកដល់ម៉េចក៏បើមិនមែនដោយសារលីងយានខ្ញុំបណ្ដេញឯងយូរហើយយកប្រាក់ខែឥតធ្វើការពូទី2ឪពុកខ្ញុំចាស់ហើយគាត់មានជំងឺឆ្អឹងចង្កេះថាកុំឲ្យធ្វើការធ្ងន់ហេតុអ្វីពូមិននិយាយល្អអាណិតឪពុកឯងចឹងឯងធ្វើច្រើនឯងម្នាក់ឯងដឹកឪពុកម្ដាយឯងយកលុយចិញ្ចឹមគ្រួសារឯងស៊ីឯងដឹងទេមនុស្សក្រៅជាច្រើនចង់ចូលមកធ្វើការឯងទ្រាំបន្តិចទៅម្ដាយឯងត្រូវការលុយជាង10,000រៀងរាល់ខែយើងមិនហ៊ានប្រឆាំងគាត់ឪពុកឯងនៅអាចទ្រាំបានមិនអីទេប៉ាខ្ញុំដឹងហើយប៉ាសម្រាប់ក្បែរនោះខ្ញុំធ្វើឡានជីនេះឯងខ្ញុំសម្រាប់ម្នាក់ឯងលីយាននេះជាលុយកម្រៃដែលម៉ាក់សន្សំទុកអស់ប៉ុន្មានឆ្នាំយកលុយ3000នេះទៅម៉ាក់នេះលុយរបស់ម៉ាក់មិត្តភក្តិរបស់អូនឯងចង់បានរបស់ល្អតើទិញអីបានសន្សំលុយបន្តិចនេះមិនងាយទេម៉ាក់ដឹងថាពូទី2មិនល្អជាមួយអូនទេម៉ាក់គ្មានប្រយោជន៍ជួយអូនអីក៏អត់ប៉ុន្តែម៉ាក់ជឿអូនប្រកាសជាធំដុំបានអូនឆ្លាតតាំងពីតូចរៀនអីក៏ពូកែជាងគេម៉ាក់ខ្ញុំនឹងឆ្លើយពេលខ្ញុំមានជីវភាពល្អអូនមិនបាច់រងគេជិះជាន់ទៀតទេម៉ាក់រងចាំថ្ងៃនោះម៉ាក់ខ្ញុំយកទឹកក្តៅមកឲ្យម៉ាក់លាងជើងសម្រាប់ថ្ងៃនេះម៉ាក់ឈរក្នុងរោងពេញមួយថ្ងៃហើយប៉ាម៉ាក់ស៊ីវ៉ាន់ខ្ញុំចង់ប្រាប់រឿងមួយខ្ញុំមិនចង់ធ្វើការឲ្យពូទី2ទៀតទេគាត់សង្កត់សង្កិនខ្ញុំធុញហើយទោះពូទី2មិនល្អក៏ដោយប៉ុន្តែគាត់ឲ្យយើងធ្វើហើយសន្យាឲ្យអូនចែករំលែកយើងទ្រាំបន្តិចទៀតចាំសន្សំលុយគ្រប់ហើយចាំនិយាយគ្មានចែកពាក់កណ្ដាលគាត់ឲ្យខ្ញុំ30,000អី30,000មិនមែនថាចែកស្មើគ្នា168,000អូនយកតែ30,000គាត់ធ្វើអញ្ចឹងមកខ្ញុំគិតរួចហើយខ្ញុំនឹងបើករោងផ្ទាល់ខ្លួននេះជាលុយចែករំលែកទាំងអស់3ឲ្យខ្ញុំ3000ពួកគ្នា33,000ខ្លះទៀតប៉ុន្តែខ្ញុំអាចដាំផ្លែបើមានរោងមួយខ្ញុំនឹងងើបមុខបានយន្តនេះលុយប៉ា20,000ដែលសន្សំមួយឆ្នាំដាំឡើយគិតចង់ឲ្យម៉ាក់អូនដាក់ធ្មេញខ្លះយកទៅប្រើមុនបងនេះជាថ្លៃបណ្ណាការរបស់ខ្ញុំខ្សែដៃមាសមួយខ្សែមាសមួយយកទៅលក់យកលុយកុំបារម្ភពីថ្នាំពេទ្យរបស់ប៉ាម៉ាក់ថ្នាំដែលទិញឲ្យលើកមុននៅមិនទាន់គ្រាន់តែខំប្រឹងធ្វើរឿងក្នុងផ្ទះកុំបារម្ភម៉ាក់ស៊ីវ៉ាន់ខ្ញុំស្បថានឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានជីវភាពលែងឲ្យគេសង្កត់សង្កិនយន្តប៉ាជឿអូនឯងខ្លាំងជាងឪពុកឯងស្ដាយអស់មួយជីវិតគឺគ្មានមិត្តភក្តិផ្ទាល់ខ្លួនម៉ាក់ក៏ជឿឯងដែរកូនប្រុសខ្ញុំមិនចាញ់អ្នកណាទេបងខ្ញុំចាំថ្ងៃដែលបងជោគជ័យខ្ញុំជឿលើភ្នែកខ្ញុំគ្រូលីងយានខ្ញុំហៅថាឯងមើលផ្ទះកញ្ចក់ខ្ញុំដឹងថាខ្ញុំគិតឆ្ងាយពេក
មានតែ30000ចង់ជួផ្ទះកញ្ចក់និយាយចេញទៅគេសាច់ដាក់ធ្វើត្រូវឲ្យពួកឯងសង្កត់សង្កិនឯងមិនអាចទ្រាំរហូតទេទ្រាំម្ដងគេចេះតែឈ្លានពានហើយមួយជំហានគេចេះតែឯងមានសមត្ថភាពប៉ុណ្ណាខ្ញុំដឹងលីជីវជាតិកែសីតនភាពជួសទុយយោវីតបឯងពូកែទាំងអស់ពួកឯងគិតថាទាំងនេះមិនសំខាន់តែជំនាញដៃជាទំនុកចិត្តពិតគ្រូខ្ញុំចង់ធ្វើខ្លួនឯងតែគ្មានផ្ទះកញ្ចក់គ្មានលុយរឿងលុយអាចរកផ្លូវតែឯងហ៊ានធ្វើខ្លួនឯងទេខ្ញុំហ៊ានល្អខ្ញុំស្គាល់អ្នកផ្ទះដីខ្លះមានផ្ទះកញ្ចក់ចាស់ថោកបើឯងទុកចិត្តខ្ញុំជួយមើលអរគុណគ្រូផ្ទះកញ្ចក់លីយានថោកជាងឡាវលីឥឡូវសាកសមនឹងឯងតែជួលមិនមើលតែតម្លៃទេត្រូវមើលគ្រឹះមើលដែកត្រូវដឹងថាផ្ទះនេះទុកខ្យល់រដូវត្រជាក់បានទេស្រោមផ្ទះរហែកបដូរបានដែលច្រេះគឺសម្រាមនេះមិនបានទេដែលច្រេះសរធំក៏របូតព្រើមួយដងអាចបាក់នេះថ្លៃពេកជួលមិនកើតទូគ្រឿងពេញថ្លៃជួលមួយឆ្នាំ250,000មើលគ្រូផ្ទះនេះគ្រឹះល្អដែករឹងមាំជាដែកសង់កសេក្តាចំណុចផ្សារមើលទៅដឹងថាដែកល្អតែស្រោមរហែកជញ្ជាំងក្រោយបាក់មួយចុះឯងជួវិញបាននៅប្រើបានយ៉ាងតិច5ឆ្នាំខ្ញុំយករោងនេះ50000ហើយម្ចាស់រោងណែណាឥឡូវខ្ញុំដាក់ប្រាក់លីនយន្តត្រូវដាំកូនឈើថ្ងៃខាងជួយលោកគូវាបចំតំណែង2លានឯងកុំសម្រាប់2ថ្ងៃមកពិនិត្យរោងមុនធំចាស់ត្រូវបដូរទាំងអស់ពួកខ្ញុំទៅមិនកើតទេមានន័យយ៉ាងម៉េចឯងមុខមិនល្អដាក់ខ្ញុំមែនស្លាប់រឹងហើយជាគូខ្ញុំដឺហ្វូលីនយន្តត្រូវរៀនជំនាញថ្មីជាមួយខ្ញុំសមត្ថភាពគាត់ចាំមួយសប្តាហ៍ក៏មិនអីរឿងហើយមិនចាំបាច់សារភាពឥឡូវទេគ្រាន់តែខូចបង្រៀនជំនាញឲ្យសិស្សពាក់កណ្ដាលមូលដ្ឋានឧទាហរណ៍មិនអីទេពេលវេលាគ្រប់លីនយន្តរៀនជំនាញក៏ជួយខ្ញុំរកលុយមិនខាត់ប៉ាគាត់នឹងហើយដែលល្បីហានឆៅធានក៏ដាំផ្លែឈើល្អបានរោងខ្ញុំសង់ជាង100,000ឧបករណ៍មានហើយអ្នកណាមកគ្រប់គ្រងក៏មកចាក់តែឲ្យខ្ញុំចាក់ឲ្យពេញប៉ាម៉ាសៀវ៉ាន់យើងមានរោងផ្ទាល់ខ្លួនហើយទេចំណាយប៉ុន្មានចំណាយ50000គ្រូជួយជ្រើសឲ្យខ្ញុំគ្រូថារោងនេះមូលដ្ឋានល្អជួសជុលបន្តិចក៏ដែករោងនេះនៅល្អគ្រាន់តែស្បែករបូតជញ្ជាំងក្រោយខ្ញុំធ្វើដោយកំពុងខ្ញុំដាក់សន្សំលុយបានជំនាញជួសរោងរបស់លីនយន្តអ្នកទុកចិត្តគាត់ជាសិស្សល្អបំផុតដែលខ្ញុំមមភ្នែកខ្ញុំច្បាស់ប្តីឯងធ្វើបានហើយមិនទាន់ចប់ទេរុំរួចហើយត្រូវជួសសតទៅធ្វើឯកសារដាំដុះប្រហែល1សប្តាហ៍ពេលនោះលុយដែលយើងរកបានជារបស់យើងរាល់ប្រាក់ចំណូលចូលហោប៉ៅគ្រូខ្ញុំចាំឯងលោកលីនតំណែងខ្ញុំមិនមានបញ្ហាទេលោកគូកុំបារម្ភខ្ញុំធានាឲ្យលោកបានផ្លែឈើល្អច្រើនប៉ុន្មានក៏បានគុណភាពវាល្អណាស់ខ្ញុំគេនិយាយហើយនៅសាលាឯងមានម្នាក់ឈ្មោះលីនយានលោកគូដឹងរឿងឆាប់ណាស់ដឹងហើយវាដាំម្លឹកពូកែបើវានៅតំណែងនោះមិនមានបញ្ហាទេខ្ញុំនឹងទូរស័ព្ទទៅវាឯកសារត្រួតពិនិត្យគុណភាពនិងឯកសារផ្សេងទៀតឯងទៅយកវិញ្ញាណចាំជួសជុលផ្ទះកញ្ចក់រួចសាកដាំបន្លែរីឆាត់ខាងក្រៅមុនឲ្យគ្រូសាបានញ៉ាំល្អប៉ាម៉ាក់យូហើយមិនបានញ៉ាំបន្លែស្រស់គ្រូឯងរៀនឲ្យចប់មកវិញលោកគូកំពុងតែប្រញាប់ខ្ញុំឲ្យឯង3ថ្ងៃទៀតបើមិនដាំកូនឈើទេប៉ាម៉ាក់ឯងក៏មិនបានធ្វើការយល់ឲ្យលោកគូទៅតែទេទំនិញធានាគ្មានបញ្ហាអញ្ចឹងខ្ញុំចាំមួយខែទៀតបើមិនបានដឹងលទ្ធផលទេក្នុងកិច្ចសន្យាសរសេរច្បាស់លោកគូកុំបារម្ភយើងចុះកិច្ចសន្យាហើយមិនមានបញ្ហាទេប៉ាលីនយានវាមិនរត់ទេវារត់អីពីមុនវាធ្វើតាមខ្ញុំវាធ្វើឲ្យចៅហ្វាយចាស់ខ្ញុំគ្រប់គ្រងមូលដ្ឋាននេះជាង10ឆ្នាំអ្នកក្នុងឧស្សាហកម្មដឹងគ្រប់អ្នកណាប្រើវាគឺឈប់សហការជាមួយខ្ញុំតែខ្ញុំមកថាវាទៅរកហ្វីយញឹកទៅអីប្រកាសជាទៅមើលផ្ទះកញ្ចក់វាបង្រៀនបច្ចេកទេសថ្មីគ្មានលុយទិញផ្ទះកញ្ចក់កុំបារម្ភកូនលីនយានខ្ញុំចាប់វាជាប់ប៉ាម៉ាក់វាធ្វើការនៅទីនេះប្រពន្ធវាលក់ដូរនៅផ្សារវារត់ទៅណាប៉ាម៉ាក់និងប្រពន្ធវានៅពឹងខ្ញុំទាំងអស់ប៉ាពូកែណាចាំខ្ញុំបញ្ជូនទំនិញនេះចំណេញសុទ្ធប្រហែល1.8លានប៉ានឹងទិញផ្ទះកញ្ចក់ពេលនោះឲ្យលីនយានធ្វើវេន2ថ្ងៃមើលផ្ទះកញ្ចក់យប់នេះមើលរោងមួយត្រូវយកតម្លៃគាត់ចេញឲ្យអស់ខ្ញុំចង់បានធំជាងគេមានកម្ដៅស្វ័យហាលីនយន្តវារលំបន្តិចទេអូខេបំពង់នេះចាស់ហើយត្រូវបដូរខាងក្នុងរលំអស់ពេលប៉ានៅក្មេងក៏ជាអ្នកជំនាញកសិកម្មល្អបំផុតនៅមូលតែគាត់មិនដែលមានរោងផ្ទាល់ខ្លួនធំមួយទេដាំឲ្យអ្នកដទៃពេញមួយជីវិតដល់ចាស់ក៏គ្មានរោងផ្ទាល់ខ្លួនសោះរោងនេះមូលដ្ឋានល្អអាចដាក់តារាងប៉ាខ្ញុំគិតហើយពេលរោងខ្ញុំជួសជុលរួចនឹងទៅរកតានីវគាត់ធ្លាប់ធ្វើជាមួយខ្ញុំមនុស្សចិត្តល្អហើយឧស្សាហ៍ឯងដឹងច្បាស់ហើយល្អប៉ាស្ដាប់ឯងចេញទៅមិនហៅខ្ញុំមកទីនេះខូចខាតអស់របស់ខ្ញុំចង់ធ្វើខ្លួនឯងមកឯងជួរោងខ្លួនឯងអស់ចាមែនបងយន្តឯងយកលុយពីមកទេប្រាក់ខែ2ដងពីមុនថ្ងៃក្រោយឯងមានលុយរត់បងយន្តខ្ញុំជឿឯងធ្វើតាមឯងប្រកាសជាមានខ្ញុំធុញនឹងមុខពូទីពីឯងយូរហើយស្អែកមកធ្វើការនាំទៅធ្វើឯកសារហេអត់ល្អទេលីនឡៅហើយនឹងប្រពន្ធគាត់កំពុងជួនអ្នកណាម្នាក់ងឹតពេកមើលមិនច្បាស់មិនមែនលីនយន្តចេញទៅទេម៉ាក់ធ្វើបាញ់ស្បៃជូរដែលឯងចូលចិត្តយកទៅហូបតាមផ្លូវបងខ្ញុំចាំបងត្រឡប់មកវិញប៉ាម៉ាក់ខ្ញុំទុកសម្បត្តិនៅមាត់ទ្វាររោងពូទី2ហើយថាខ្ញុំធ្វើឯករាជ្យកុំទៅធ្វើការនៅទីកុំឲ្យគាត់ខឹងដាក់ឯងមនុស្សឈួតនឹងធ្វើអីក៏បានប៉ានឹងម៉ាក់ឯងមិនទាន់បានប្រាក់ខែនេះទេយើងដឹងច្បាស់ពេលយកប្រាក់ខែរួចយើងនឹងចេញទៅឲ្យសុវត្ថិភាពដល់ហើយទូរស័ព្ទមកផ្ទះវិញហត់ណាស់ទៅហើយបងខ្ញុំនេះរបស់អ្នកណាគេម៉ោងបែបនេះនៅមានមនុស្សទៀតយន្តខ្ញុំគិតអីច្រើនអញ្ចឹងគាត់មានតែ30000បាតទេធ្វើដំបូលអីប្អូនទី2ហើយខ្ញុំនឹងប្រពន្ធឯងមិនទាន់បានទេខែនេះខ្ញុំទើបឲ្យគ្រូសាឯង30000មិនគ្រប់ទេកូនឯងយកលុយខ្ញុំ30000ជីឯងនៅមានមុខមកទាប្រាក់បងប្អូនបង្កើតត្រូវរាប់ច្បាស់មួយមុខមួយម៉ាត់ឯងមិនត្រូវយកខ្ញុំធ្វើការហើយត្រូវតែឲ្យលុយលីយន្តកុំឲ្យខ្ញុំរកឃើញហើយខ្ញុំមិនទុកឯងបងជីដូនមួយកាព្យក៏អាកាសធាតុថាស្អែកមានខ្យល់អីយើងនៅដាំនេះមិនមែនរកស្លាប់ព្រោះតែស្អែកមានខ្យល់ត្រជាក់ថ្ងៃនេះសំណើមក្នុងដំបូលសំរុំខ្យល់ត្រជាក់មកសីតុណ្ហភាពទាបនឹងកើនឡើងមួយរយៈនេះជាពេលវេលាល្អដាំមួយដំណាក់កាលហើយព្រលឹមអាចចាក់រុះបានពេលខ្យល់ត្រជាក់មកពិតរុះបានចាក់ចុះហើយកូននឹងរឹងមាំប៉ុន្តែភាពខុសគ្នាសីតុណ្ហកាព្យក៏ថាធ្លាក់7-8អង្សាខ្ញុំគ្រប់គ្រងបានកុំបារម្ភមានខ្ញុំស្រាប់តែសំណើមធំ1អង្សាបង្ហាញថាជីក្រោមដីបញ្ចេញស្លឹកតូចចង្អៀតបង្ហាញថាមានស្រទាប់ឬក្រោមខ្ញុំហៅទៅទីនោះជាកន្លែងមានជីវជាតិច្រើនទៅមើលទឹកសន្សើមប្រាក់លើស្លឹកនោះបងយន្តនោះគឺជាដីក្រោមពន្លឺកំពូលមានរុស្ផ្លែកំពូលកំពុងប្រមូលផ្ដុំក្នុងដំបូលនេះទឹកសន្សើមនេះហៅថាមីឡូតែពេលរុស្រឹងមាំខ្លាំងទៅមានបងយន្តមើលដីលើគ្មានអ្វីទេមើលដីលើឃើញតែរុស្រាក់រុស្ធំនៅក្រោមដីជ្រៅមិនអាចវាស់បានមើលទៅទីនោះខ្ញុំមានអារម្មណ៍ថាផ្លែឈើនេះនឹងលក់ដាច់ខ្ញុំជឿអ្នកបងយន្តអ្នកនិយាយអីខ្ញុំអាយ៉ាយពេញផ្ទះកញ្ចក់សុទ្ធតែផ្លែឈើល្អគ្មានមួយផ្លែប្រទេសស្នាមសាច់ស្អាតដូចគេគូដាក់រើសយឺតកុំប្រញាប់កាន់ថ្នមច្រើនយ៉ាងនេះយ៉ាងតិច5000អាយុត្រៀមតម្រៀបចែកជា3ថ្នាក់តាមតំបងយន្តផ្លែឈើមួយចំនួននេះតម្លៃយើងមួយចំនួននេះស្មើអ្នកដទៃនេះទើបតែ20ថ្ងៃទេបងយន្តអ្នកដឹងយ៉ាងម៉េចគុណភាពដីសំណើមនិងផ្លូវសារធាតុចិញ្ចឹម
សុទ្ធតែនៅក្នុងក្បាលតាមដេរាប់ឆ្នាំបើភ្នែកមើលមិនចេញទេធ្វើមិនខ្ញុំថាលីនយន្តវាធំហួសហើយមិនគួរឲ្យវាបីមិនទេបាត់ខ្លួនច្រើនថ្ងៃរកមិនឃើញរបស់ខ្ញុំធ្វើផ្ទះកញ្ចក់នោះមិនមែនរបស់លីនយន្តវាធ្វើឲ្យក្រីកហើយគ្មានអ្នកទេវាប្រហែលជាទៅដេកកន្លែងដូចឆ្នាំពេទ្យពូធំក៏គ្មានសូម្បីតែការងារក៏គ្មានមិនហ៊ានធ្វើឲ្យក្រីកទេត្រូវក្រៅពីខ្ញុំទទួលវាគ្មានអ្នកណាយកវាទេបើគ្មានខ្ញុំវាស្លាប់ហើយអីវាហ៊ានធ្វើឲ្យក្រីកមែនប្រឆាំងនឹងគាត់ហើយលោកលីនរបស់ខ្ញុំអាចដឹកដល់ទាន់ពេលទេនៅតែកន្លះខែទៀតដល់ថ្ងៃបើកហាងលោកគូពេលវេលាតឹងបន្តិចបើអាចសុំលោកបន្ថែមពេលយើងមានកិច្ចសន្យាច្បាស់លាស់បើដឹកមិនទាន់ត្រូវសង្3ដង500,000អ្នកគិតមើលប៉ាធ្វើម៉េច500,000ធ្វើម៉េចទៀតមូលដ្ឋានយើងមិនខ្វះអ្នកបច្ចេកទេសទៅរកឲ្យថ្លៃ2ដងខ្ញុំមិនជឿថារកមិនឃើញទេកញ្ចក់ល្អរបស់ខ្ញុំ10អ្នកក៏គ្រប់គ្រងបានលីនយន្តកុំគិតថាខ្លួនសំខាន់ពេកផែនដីគ្មានអ្នកណាក៏វើលើថាលីនយន្តជួផ្ទះកញ្ចក់ចាស់មួយជួហើយជួចឹងហាខ្ទង់ខូចរបស់គាត់នៅតែសង្ឃឹមថានឹងចេញផ្លែមិនរលំទៅហើយល្អហើយលើថាខ្ទង់នោះទំនេរ2ឆ្នាំហើយហានោះអីនោះគឺលីនយន្តចេញទំនិញពេញមួយទេអត់អាចទេខ្ទង់ខូចនោះចេញឥលឹកច្រើនលោកលីនខ្ញុំយកឥលឹកទាំងអស់នេះគុណភាពល្អណាស់អីលោកលីនឲ្យខ្ញុំឲ្យថ្លៃជាងគេថ្លៃជាងទីផ្សារប្រញាប់អ្នកណាថ្លៃជាងបងប្អូនទាំងអស់គ្នាមើលតាមខ្ញុំថ្លៃជាងសួរថាអត់អាចទេគាត់មានសមត្ថភាពពូយូមិនឃើញអ្នកធ្វើដោយចិត្តអ្នកចង់ឲ្យខ្ញុំអាម៉ាស់ចិត្តនេះអីខ្ញុំគ្រាន់តែរកស៊ីតាមសមត្ថភាពមិនពូច្រណែនតម្លៃមួយ30,000កុំឲ្យអ្នកណាប្រជែងឥលឹកទាំងអស់នេះខ្ញុំតែ30,000ហេតុអីគាត់សំណាងម្លេះខ្ទង់ខូចមួយរកបាន30,000ខ្ញុំមិនជឿទេរកអ្នកជំនាញជាងអ្នកមិនបានចាំមើលលោកលីនទំនិញខ្ញុំនៅណាថ្ងៃនេះជាថ្ងៃចុងក្រោយហើយលោកគូសូមពន្យាពេលប៉ុន្មានថ្ងៃនៅសល់កន្លះខែទៀតបើខ្ញុំរកអ្នកជំនាញបាននឹងទាន់អីអ្នកគិតថាខ្ញុំល្ងងធម្មតាពីដាំដល់ចេញផ្លែមកឥឡូវកន្លះខែហើយមិនទាន់ដាំអ្នកយកអីមកប្រកួតពីនៃ6សែនមួយកាក់ក៏មិនឲ្យខ្វះក្នុងកងត្រាអ្នកហាត់លេខាហើយ6សែនខ្ញុំអត់មាន6ខ្ញុំឲ្យអ្នកកន្លះខែទៀតខ្ញុំឃើញទំនិញឬឃើញលុយបើមិនដូច្នោះតុលាការជួផ្ទះអ្នកត្រូវយកមកសងប៉ាធ្វើម៉េចយើងរក6សែនពីណាធ្វើម៉េចខ្ញុំដឹងធ្វើម៉េចអ្នកសួរខ្ញុំទៅសេចាក់វ៉ាក់សាំងទេខ្ញុំជួលអ្នកថ្លៃមួយខែ50,000លីងឲ្យថាឥឡូវរដូវត្រជាក់គ្មានអ្នកហ៊ានចាក់វ៉ាក់សាំងទេគឺទំនិញរបស់លោកតម្រូវការយើងខ្ចីមិនបានឲ្យលុយប៉ុន្មានក៏មិនហ៊ានរឿងបំផ្លាញកេរ្តិ៍ឈ្មោះយើងមិនធ្វើទេខ្ញុំត្រូវរកវិធីបើឲ្យលុយច្រើនខ្ញុំមិនជឿថារកមិនឃើញអ្នកខ្លាំងជាងលីនយន្តទេលុយច្រើនមានអ្នកហ៊ានអ្នកផឹកតិចផឹករាល់ថ្ងៃខូចសុខភាពថ្ងៃនេះសបាយផឹកបន្តិចលក់ទំនិញឲ្យតានីវ50,000នៅសល់25,000ខ្ញុំឲ្យអ្នកនឹងម៉ាក់ទិញថ្នាំឲ្យសៀវវ៉ាន់ទិញគ្រឿងអលង្ការនាងរៀបការជាមួយគ្រឿងអលង្ការសមរម្យមួយក៏គ្មានគ្រួសារយើងធ្លាប់ឃើញលុយច្រើនបែបនេះទេ25,000ឪពុកអ្នកមួយជីវិតមិនដែលសន្សំបានទេឥឡូវអ្នកទើបចាប់ផ្ដើមអាជីវកម្មមិនបាច់ចំណាយលុយច្រើនឲ្យខ្ញុំសន្សំទុកពង្រីកអាជីវកម្មវិញកូនអាក្រក់នេះយកលុយអ្នកទៅត្រូវសងម៉ាក់3,000ខ្ញុំសង10,000មុនជប់ផឹកស្រាទៅអ្នកផឹកច្រើនពេកចង្រុកនេះរបស់ចង្រុកចាស់នេះដុសឥលឹកល្អរបស់ខ្ញុំឈ្មោះចៅដឺហៃម្ចាស់ហាងលូគូស៊ីងសៀនមានរឿងអីខ្ញុំរឿងអ្នកពិនិត្យឃើញឥលឹក2000ផ្លែសុទ្ធតែថ្នាក់ល្អពេញមូលដ្ឋានគេនិយាយថាមានអ្នកដាំឥលឹកទេពក៏សលោកចៅសរសើរពេកសំណាងល្អទេខ្ញុំធ្វើអាជីវកម្មស្រស់20ឆ្នាំមនុស្សបែបណាក៏ធ្លាប់ឃើញតែក្មេងដូចអ្នកក៏មកឃើញណាស់ខ្ញុំចង់ចរចាកិច្ចសហការជាមួយអ្នកលោកគូទូរស័ព្ទមកទៀតហើយថាបើមិនបញ្ជូនទំនិញទេនឹងប្តឹងយើងខុសកិច្ចសន្យាទាំងថាដីកាតុលាការកំពុងមិនដឹងទៅខ្ញុំលីនជៀនគូមិនទាន់ដល់ទីបញ្ចប់ទេលីនយុនឯងគិតថាឯងចាក់ចេញហើយខ្ញុំចំណាយលុយច្រើនទៅជួអ្នកផ្សេងក៏ដាំឥលឹកបានលោកនេះមិនមែនមានតែអ្នកបច្ចេកទេម្នាក់ទេខ្ញុំមើលថាមានអ្នកឈ្មោះថាសេងស៊ូវ៉ាងគាត់ជាអ្នកជំនាញកសិកម្មខ្លាំងជាងជំនាញលីជីរបស់គាត់មិនចាញ់លីនយុនថាផ្ទះកញ្ចក់ដែលគាត់មើលថែផលិតបានច្រើនជាង30សេងស៊ូវ៉ាងជាអ្នកជំនាញចាស់ដែលល្បីតម្លៃគាត់ថ្លៃជាងលីនហើយមើលតែផ្ទះកញ្ចក់មិនដែលចេញទៅបង្រៀនអ្នកឯងខ្ញុំនឹងទៅចំណាយ5ដងដើម្បីឲ្យខ្ញុំចង់មើលថាគ្មានតែខ្ញុំដាំឥលឹកបានវាគ្រាន់តែជាលុយខ្ញុំមានលុយច្រើនតែយើងសហការច្បាប់ពីជើខ្ញុំត្រូវការប្រភពទំនិញដែលមានជាពិសេសផលិតផលស្រស់ដែលអ្នកទទួលខុសត្រូវខ្ញុំទទួលខុសត្រូវតម្លៃអាចចរចាគ្នាខ្ញុំមិនឲ្យអ្នកខាតលោកចៅខ្ញុំចង់សួរថាហេតុអ្វីលោកជ្រើសរើសខ្ញុំនៅក្នុងមូលដ្ឋានអ្នកធំជាងគេគឺអ្នកមានជំនាញល្អឥលឹកដែលដាំបានគុណភាពល្អហេតុអ្វីខ្ញុំមិនជ្រើសរើសខ្ញុំមើលមនុស្សច្បាស់ណាស់អ្នកមិនមែនជាមនុស្សសាមញ្ញទេយើងរកពេលជួបគ្នាលម្អិតចិត្តត្រង់ខ្ញុំចូលចិត្តសហការជាមួយមនុស្សចិត្តត្រង់ថ្ងៃស្អែករសៀលនៅការិយាល័យខ្ញុំនឹងរៀបចំកិច្ចបងយន្តលោកគូសៀងសៀនជាក្រុមហ៊ុនធំណាស់នៅក្រុងខេត្តមានហាងរាប់សិបគ្រូសេងស៊ូវ៉ាងខ្ញុំធ្លាប់ពីឈ្មោះលោកយូរហើយខ្ញុំឈ្មោះលីនជៀនគូជាពូទីខ្ញុំចង់អញ្ជើញគ្រូចេញទៅដាំឥលឹកល្អមួយឈុំតម្លៃអាចចរចាគ្នាបាន5ដងខ្ញុំឲ្យតម្លៃ5ដងនៃតម្លៃធម្មតា5ដងហើយពេលណាចាប់ផ្ដើមឆាប់តាមល្អជាងចាប់ផ្ដើមពីខ្ញុំត្រូវបញ្ជាក់ជាមួយខ្ញុំសេងស៊ូវ៉ាងមានវិធីលីតែបើឲ្យខ្ញុំទៅដាំក្រៅទៅដាំពូជដែលធ្លាប់ដាំនៅតម្លៃវាច្បាស់ជាពូជដែលក្មេងនោះដាំវាមិនសូវត្រូវការការគ្រប់គ្រងលោកវ៉ាងលោករៀបសារពេកហើយលោកនៅលើដីនេះចៃក៏ធ្លាប់ឃើញដែរមិនអាចចាញ់ក្មេងតូចម្នាក់នោះទេលីខ្ញុំមិនមែនរៀបសារទេជំនាញដាក់ជីរបស់ក្មេងនោះវាចម្លែកណាស់ពូជដែលវាដាំបានមិនមែនអ្នកណាក៏ដាំដែររូបមន្តដែលវាលីខ្ញុំមើលមិនយល់សោះលោកក្រវ៉ាងសាក់លបងមើលបច្ច័យដល់ឲ្យជោគជ័យបើជោគជ័យខ្ញុំនឹងឲ្យប្រាក់រង្វាន់បន្ថែមអញ្ចឹងខ្ញុំប្រាប់ទុកជាមុនថ្លៃដើមវាខ្ពស់អ្នកត្រូវឲ្យប្រាក់កក់ជា10,000ព្រមខ្ញុំទេឥឡូវនេះលោកម្ចាស់លីនខ្ញុំនិយាយត្រង់ខ្ញុំត្រូវការប្រភពទំនិញយ៉ាងហោចណាស់50,000គីឡូក្នុងតម្លៃចាប់ពី80ដល់100អ្នកគុតគង់បានលោកម្ចាស់ចៅខ្ញុំធ្វើបានតែខ្ញុំមានលក្ខខណ្ឌអីខ្ញុំចង់ឲ្យតម្លៃខ្ពស់ជាងទីផ្សារ20ផ្លែលឹករបស់ខ្ញុំហាលោកម្ចាស់លីនអ្នកហ៊ាននិយាយមែនខ្ញុំបានចរចាជាមួយអ្នកគុតគង់អ្នកជាមនុស្សដំបូងដែលហ៊ានសុំឡើងលោកម្ចាស់ចៅខ្ញុំរស់ដោយជំនាញផ្លែលឹករបស់ខ្ញុំគុណភាពលោកច្បាស់ជាដឹងឡើង20លោកយកទៅលក់ចំណេញកាន់តែច្រើនល្អធ្វើតាមអ្នកឡើង20តែគុណភាពត្រូវតែល្អបំផុតសហការគ្នាដោយបងយុនចរចាជាមួយលោកចៅយ៉ាងជោគជ័យ50,000គីឡូក្នុងមួយខែតម្លៃឡើង20អញ្ចឹងយើងអាចចំណេញបាន3-4,000ហើយចាប់ពីពេលនេះប្រាក់ខែអ្នកកាន់ទ្វេហើយអ្វីដែលយើងរកប្រាក់មួយកាក់អ្នកមានចំណែកល្អណាស់ធ្វើតាមបងយុនត្រូវហើយជីវិតខ្ញុំធ្វើការសម្រេចចិត្តត្រឹមត្រូវបំផុតគឺមកខ្ញុំធ្វើស្រែចម្ការរាប់សិបឆ្នាំមកហើយរឿងចាញ់ឈ្នះខ្ញុំឃើញច្រើនណាស់ទេខ្សាច់នេះខ្ញុំធ្លាប់មកគួរតែដាំដុះបានទេខ្សាច់ទឹកជ្រាបលឿនត្រូវបន្ថែមជីសរីរាង្គឲ្យច្រើនគូវ៉ាងសំណាប់ក្នុងចម្ការនេះប្រែលឿងអស់ហើយកែមស្លឹកចាប់ផ្ដើមក្រៀមមិនអាចទេបន្ថែមជីប៉ូតាស្យូមដាក់ជីប៉ូតាស្យូមឲ្យដល់40ហើយកែសំណាប់ងាប់អស់ហើយឬក៏លួយដែរ
បើដាក់ថ្នាំទៀតខ្ញុំអស់លុយហើយស្ដេចសាក់រត់ល្បីថាមានសមត្ថភាពគាត់ច្បាស់ជាជួយសង្គ្រោះភ្លើងបាននៅសល់5ថ្ងៃទៀតលោកគូចេញបញ្ជីចុងក្រោយហើយថៅកែយើងជួយអស់5ថ្ងៃហើយសំណាប់នៅតែញាប់អស់តាម3ដងស្លាប់3ដងបន្តជួសជុលខ្ញុំមិនជឿទេថៅកែខ្ញុំអស់កម្លាំងហើយជីដែលយកមកក៏ចិត្តអស់ដែរនេះជាលើកទី4ហើយការព្យាករណ៍អាកាសធាតុហេតុអ្វីមិនត្រឹមត្រូវមានខ្យល់ត្រជាក់ពីខាងក្រៅហេតុអ្វីខ្យល់ត្រជាក់បែរមកវិញមករកយើងផ្ទាល់ថៅកែមើលព្រើមករកយើងហើយប្រញាប់ទាញកម្ដៅទម្លាក់ភួយចុះថ្ងៃចុងក្រោយហើយក្នុងរោងគ្មានផ្លែតែមួយទេគេថារថយន្តស្ដេចសាក់រត់ត្រឡប់មកវិញផ្លែនៃណាយកមកប៉ុន្មានគ្មានផ្លែហើយរោងក៏បាត់ដែរឬជួបព្យុះព្រើរោងមានខ្យល់ចម្បូរក៏ឆេះអស់ភួយត្រូវខ្យល់បបាត់ស្ដេចកណ្ដុរនៃណាគាត់នៅមាត់ទ្វារការិយាល័យរោងចាំអ្នកស្ដេចកណ្ដុរនេះមានរឿងអីខ្ញុំឲ្យលុយអ្នក10000អ្នកឲ្យរថយន្តទេមកវិញមានរឿងអីពូលីនឯងនៅមានមុខសួរខ្ញុំទៀតខ្ញុំអញ្ជើញអ្នកចេញមកធ្វើការឲ្យលុយអ្នកច្រើនណាស់អ្នកមិនបានដាំម្លឹកឲ្យខ្ញុំសំបីតែមួយលីនជន់គួរអ្នកនៅហ៊ាននិយាយទៀតអ្នកដឹងទេថាវាជាពូជអ្វីដីអាក្រក់នោះដាំម្លឹកមិនដុះទេដីវាមិនល្អថ្លៃជាងលីយ៉នអានោះវាស្នាល្អចៃដនជប់ថ្ងៃល្អពូជដែលគាត់ជ្រើសរើសតម្រូវការជាតិអាស៊ីតដីតឹងរឹងណាស់អ្នកឲ្យខ្ញុំទៅដីអាក្រក់នោះមិនមែនឲ្យខ្ញុំស្លាប់ទេតែលីយ៉នពីមុនដាំបានគាត់ដាំនៅដីក្បែរនោះលីយ៉នជាលីយ៉នខ្ញុំជាខ្ញុំសមត្ថភាពគាត់ខ្ញុំរៀនមិនបានតែខ្ញុំទៅដាំក្រៅរដូវដាំម្លឹកមិនដុះទេជួបព្យុះព្រើព្រះអាទិត្យបើកភ្នែកឲ្យខ្ញុំរស់ត្រឡប់មកវិញបើមិនអញ្ចឹងទេខ្ញុំត្រូវកកស្លាប់ក្នុងរោងអ្នកទី2ខ្ញុំប្រាប់មុនខ្ញុំយកឧបករណ៍ខ្លួនឯងមកខូចបែបនេះអ្នកត្រូវឧបករណ៍កម្ដៅឆេះខ្ញុំសុំខូចខាតសងអីឧបករណ៍នេះជួយយ៉ាងតិច100000បុកថ្លៃពេទ្យមនុស្សរបស់ខ្ញុំនឹងថ្លៃឈប់សម្រាកឲ្យខ្ញុំ50000ទៀតរឿងនេះចប់សរុប150,000បូកគ្នា150,000ខ្ញុំរកសាក់សីមកមើលចុងក្រោយខ្ញុំខាត150,000ទៀតគុំនិយាយច្រើនពេលថ្ងៃក្នុងផ្ទះលុយចូលកាន់នៃខ្ញុំបើមិនអញ្ចឹងទេគុំបន្ត50000ឥឡូវមិនបានដាំមកទាលុយទៀតគិតថាខ្ញុំជាមនុស្សទុនខ្សោយឬបងយន់លោកចៅបញ្ជីទិញពេញហើយដំណាំនេះបើផលិតពេញចំណេញ130ច្រើនជាងដំណាំមុន4ដែលនីវយកផែនទីអាកាសធាតុមកថ្ងៃនេះសីតុណ្ហភាពទាបជាងម្សិលមិញ0.0សារធាតុចិញ្ចឹមនឹងទៅឬបង្កើនសមាមាត្រត្រង់នេះមានតំបន់គ្រប់គ្រងជាតិស្ករគួរតែប្រមូលផ្កាយមុំរុនខ្យល់ទៅទីអាគ្នេយ៍15អង្សាបងយន់អ្នកប្រកាសទេការប្រែប្រួលសីតុណ្ហភាពនេះទៅខ្ញុំមើលទិន្នន័យដី3ឆ្នាំកន្លងរដូវនេះការបញ្ចូលសារធាតុចិញ្ចឹមត្រឹមត្រូវមិនធ្វើតាមអ្វីដែលបងយន់តែនេះថ្លៃដល់50000ច្រើនជាងការប៉ាន់ស្មានបងយន់ជំនាញអស្ចារ្យណាស់បងយល់ភាសាផ្លែឈើលីងជន់គូដល់ម៉ោងហើយទំនិញនៅលោកគូមានបញ្ហាបន្តិចផ្ទះដួលបញ្ហាអីឧបករណ៍គាត់ឆេះអស់ត្រឡប់មកវិញគ្រប់គ្នាដឹងឯងឲ្យខ្ញុំចាំតែបានលទ្ធផលនេះពិធីហាងខ្ញុំខូចអស់លោកអនុប្រធានសុំពេលបន្តិចទៀតខ្ញុំកំពុងរកវិធីខ្ញុំទៅរកអ្នកជំនាញពីក្រៅនេះហើយជាការខំប្រឹងរបស់សូម្បីតែលឹកក៏ដាំមិនចេញ3ថ្ងៃទៀតខ្ញុំចង់ឃើញទំនិញបើមិនដល់ប្រាក់ពិន័យ6សែនមួយកាក់ក៏មិនខ្វះខ្ញុំឲ្យមុខឯងគ្រប់គ្រាន់ហើយ6សែនទៅរក6សែនលីងជន់គូឯងដឹងទេយើងជំពាក់ប៉ុន្មានលោកគូ6សែនពិន័យស៊ុនសវាង10000មុខថ្លៃភ្លើងថ្លៃឈ្នួលសរុប6សែន50000លីងជន់គូឯងថាតាមឯងនឹងមានសុខទេឥឡូវជំពាក់គេពេញខ្លួនផ្ទះក៏ចិត្តបាត់ប្រពន្ធយើងត្រូវរកវិធីខ្ញុំនៅមានមិត្តខ្ជិលលុយបានរកវិធីឯងរុនក៏ចាក់ចេញស៊ុនសវាងក៏បរាជ័យឯងនៅរកអ្នកណាទៀតខ្ញុំមិនខ្វល់ទេ3ថ្ងៃទៀតបើឯងគ្មានលុយខ្ញុំលក់ផ្ទះកញ្ចក់ឯងហើយផ្ទះនេះក៏ដាក់លក់ដែរផ្ទះកញ្ចក់នោះជាជីវិតខ្ញុំលោកលីនឥឡូវនេះគុណភាពល្អជាងមុនស្នាមសំណាញ់ក៏ល្អឯងជាងមុនលោកចៅសរសើរពេកហើយពូជល្អទេដូច្នេះលោកលីនខ្ញុំចង់និយាយពីការសហការយូរឯងម្នាក់ឯងដាំមានកំណត់ខ្ញុំចង់វិនិយោគឲ្យឯងពង្រីកអ្នកដាក់បច្ចេកទេសខ្ញុំដាក់ទុនយើងធ្វើជាដៃគូបង្កើនសមត្ថភាពផលិតធ្វើជាដៃគូទៀតហើយខ្ញុំដឹងថាអ្នកគិតតែខ្ញុំមិនដូចលក្ខខណ្ឌខ្ញុំសាមញ្ញអ្នកទទួលខុសត្រូវដាំបៃតងនឹងលក់ខ្ញុំទទួលខុសត្រូវចំណេញចែក3ភាគ10អ្នក7ខ្ញុំ3កុងត្រាអាចបិទបានលោកចៅពាក្យនេះពិតទេអ្នកអាចមិនទុកចិត្តតែមិនអាចមិនទុកចិត្តកុងត្រាខ្មៅលើទេមិនពង្រីកត្រូវគេស៊ីលីនជន់គូជាមេរៀនសម្រាប់គាត់មានដី100ហិកតាតែមិនឥឡូវមើលទៅបច្ចេកទេសអ្នកល្អម្នាក់ឯងក៏ដាំមិនបានច្រើនដែរហត្ថលេខាសហការល្អហាខ្ញុំដឹងថាអ្នកនឹងចុះហត្ថលេខាមើលដីទៅពូលីប្រាក់ខែខ្ញុំនឹងថ្លៃភ្លើង50000សុំសងផងយើងមិនចង់ធ្វើទៀតទេយើងឈប់ហើយសុំពន្យាពេលបន្តិចឥឡូវខ្ញុំដាច់ទេចាំខ្ញុំបញ្ជូនទំនិញនោះចប់មានលុយពន្យាពេលជំពាក់លោកគូ6លានពេញមូលដ្ឋានអ្នកនៅមានលុយសងយើងទេយើងមិនជឿថាអ្នកគ្មានលុយជំពាក់យើងមិនព្រមសងរងចាំតុលាការពូលីនឥឡូវស្ថានភាពអ្នកដូចម្ដេចអ្នកដឹងច្បាស់ធ្វើខ្លួនឲ្យល្អបើមិនដូច្នោះកុំបន្ទោសដោយខ្ញុំត្រូវចូលក្នុងរយៈពេល3ថ្ងៃចប់ហើយចប់ទាំងអស់គ្មានអ្វីសល់ទេមិត្តចាស់យើងឆ្លងកាត់ថ្ងៃលំបាកជាមួយគ្នាពី30000ដុល្លារឥឡូវអរគុណដែលមិនបោះខ្ញុំចោលនេះជាមូលដ្ឋានថ្មីរបស់200ហិកតាសុទ្ធតែផ្ទះកញ្ចក់ឆ្លាតវៃបងយន្តនេះអស្ចារ្យណាស់លីងយន្តមូលដ្ឋាននេះស្អាតជាងអ្វីដែលខ្ញុំធ្លាប់ឃើញពីមុនទៅទៀតបន្តិចទៀតខ្ញុំអាចធ្វើការជាមួយអ្នកអាចទៅបានអញ្ជើញមកខ្ញុំនឹងរកការស្រួលឲ្យអ្នកបងយន្តខ្ញុំអាចចូលមើលខាងក្នុងបានខាងក្នុងវាយ៉ាងម៉េចដែរហាមើលចុះស្រួលកម្រាលនេះស្អាតជាងភួយនៅផ្ទះខ្ញុំទៅទៀតនេះហើយជាការដាំដុះដោយគ្មានដីពីមុនផ្ទះកញ្ចក់ចាស់បើប្រៀបធៀបនឹងនេះគឺដូចជាខ្ទង់ស្មៅខ្សែដាំដុះជាមួយសម្រាប់ពាន់ស្រោចស្រពស្វ័យប្រវត្តិពី30000ដុល្លារដល់ផ្ទះកញ្ចក់ឆ្លាតវៃ200ហិកតាពីការត្រូវគេជន់ឈ្លីដល់ពេលនេះអាចអួតខ្លួនបានសុទ្ធតែដោយដៃខ្ញុំផ្ទាល់ដាវមួយជំហានមកបងយន្តអ្នកពិតជាអស្ចារ្យណាស់ស៊ូទ្រាំច្រាំម្លេះឥឡូវនេះទីបំផុតក៏ដល់មិនទាន់ដល់ពេលនេះគ្រាន់តែជាការចាប់ពីនេះទៅយើងនឹងរកលុយបានច្រើនជាងគ្រួសារយើងមានជីវិតល្អប្រសើរជាងអ្នកដែលតាមខ្ញុំទាំងអស់ខ្លាចជាអ្នកមានទៅដើរលេងឡាំងសីឌីងយន្តនេះជាមូលដ្ឋានរបស់អ្នកម៉ាក់នេះជាមូលដ្ឋានថ្មីរបស់200ហិកតាពីនេះទៅអ្នកមិនបាច់ទៅធ្វើការឲ្យធ្វើការនៅមូលដ្ឋានរបស់យើងចង់ធ្វើអីធ្វើល្អណាស់គ្រូសាលីនមានកូនពូកែនេះជាការលើកដំកើងពូជពងហៅអ្នកធ្វើបានហើយខ្ញុំដឹងថាចិត្តអ្នកមិនទាន់ចប់ទេនេះគ្រាន់តែជាការចាប់ពីនេះទៅខ្ញុំនឹងសង់សួនឧស្សាហកម្មកាលពីដើមខ្ញុំធ្វើស្រែចង់បានផ្ទះកញ្ចក់មួយថ្ងៃណាមួយមិននឹកស្មានថាក្តីស្រមៃនេះកូនខ្ញុំជាអ្នកធ្វើឲ្យខ្លាចជាការលីងយន្តប៉ាជីវិតនេះមានតម្លៃហើយស្លាប់ក៏បិទភ្នែកបានដែរប៉ា
ពីនេះទៅយើងនឹងមានសួនឧស្សាហកម្មធំជីវិតល្អប្រសើរខ្ញុំនឹងនាំអ្នកទៅខេត្តកូនខ្ញុំមានពូជពូកែលីនចាស់កូនឯងពូកែជាងឯង10000ដងមើលមូលដ្ឋានថ្មីរបស់លីនយន្ត200ហិកតាខ្ញុំធ្វើការពេញមួយមិនដែលឃើញសួនឧស្សាហកម្មធំបែបនេះទេយីថាពូទី2របស់គាត់ត្រូវសង់ផ្ទះអស់ហើយឥឡូវនៅឲ្យភ្នាក់ងារទៅមើលផ្ទះទៀតធ្វើល្អបានល្អធ្វើលោកលីនផ្ទះនេះទីតាំងល្អណាស់មានគេឲ្យតម្លៃ80សរុប80ម៉ឺនហាត់ធ្លេខាទៅមិនហាត់ធ្លេខាមិនសងខ្វះ6លានថប់បន្តិចម្ដងលីនជាងគូនេះហើយជីវិតល្អដែលអញឲ្យខ្ញុំរងអស់ផ្ទះក៏អស់ឯងនៅជំពាក់គេជីវិតនេះមិនអាចទ្រាំបានទេប្រពន្ធអត់ធ្មត់បន្តិចខ្ញុំកំពុងរកផ្លូវខ្ញុំត្រូវដោះស្រាយហានិភ័យចាស់រកផ្លូវឯងរកផ្លូវអីទៀតម្ចាស់ឯងអ្នកណាហ៊ានលើកទូរស័ព្ទឯងលោកគូឲ្យយើងមកបំណុលឯងសងពេលណាពន្យាពេលប៉ុន្មានថ្ងៃទៀតពន្យាតែដល់ថ្ងៃស្អែកដាក់លុយចូលកាន់នីលោកគូក្នុងកិច្ចសន្យាច្បាស់លាស់ផលវិបាករំលោភមានច្បាប់កំណត់ខ្ញុំរកលុយពីណាមកបងឯងឲ្យខ្ញុំរកលុយពីណានាងយួនពូកែណារដងកំណត់មិនថាអាកាសធាតុបែបណាក៏ដាំល្អដែរនេះមានសមត្ថភាពមែនលើថាខែនេះរកបានចិត្ត3លានលីនជាងគូម្ចាស់បំណុលមកទៀតឯងធ្វើម៉េចមានគេពីរក្រុមឈោមាត់ទ្វារខ្ញុំកំពុងគិតឲ្យខ្ញុំថាឯងរកផ្លូវឯងរងអស់ផ្ទះអស់ឯងនៅសល់អីខ្ញុំធុញទ្រាន់ហើយជីវិតនេះមិនអាចទ្រាំបានទេបងឯងទៅណាខ្ញុំទៅផ្ទះឪពុកម្ដាយប្រហែលថ្ងៃជីវិតបែបនេះខ្ញុំធុញហើយឯងរកផ្លូវសងបំណុលខ្លួនឯងនាងយួនឯងនេះហើយជាមូលហេតុបើមិនមែនឯងធ្វើតែម្នាក់ឯងទេខ្ញុំមិនធ្លាក់ដល់នឹងទេបងយួនធ្វើថាយើងនឹងទិញឡានត្រជាក់មែនមានតែកន្លែងដាំយើងត្រូវមានឡានត្រជាក់ផ្ទាល់ខ្លួនសម្រាប់ដឹកធ្វើបែបនេះចំណាយតិចលឿនជាហាត់តិច5យួនឯងមានពូទី2ប៉ាចង់និយាយអីគាត់ជាពូឯងណាខ្ញុំអស់សង្ឃឹមហើយប្រពន្ធក៏រត់ចោលលុយក៏អស់ប៉ាសូមឲ្យខ្ញុំគិតបន្តិចសិនបងអរគុណខ្ញុំរឿងអីអរគុណដែលធ្វើឲ្យខ្ញុំមានជីវិតល្អពីមុនខ្ញុំលក់ដូរក្រោមថ្ងៃក្រោមភ្លៀងឥឡូវមិនបាច់ទេសៀវ៉ាន់នេះទើបតែចាប់ផ្ដើមថ្ងៃក្រោយខ្ញុំនឹងធ្វើឲ្យអូនមានជីវិតល្អខ្ញុំឲ្យអូនធ្វើជាកូនក្រុមនេះពូលីនទី2មែនទេពីមុនអស់ចាប៉ុណ្ណាឥឡូវមកដល់នឹងហើយរើស្លឹកក្រញូងតាមផ្លូវគឺគាត់នឹងហើយដែលធ្លាប់ដឹកនាំក្រុមឥឡូវផលកម្មមកដល់ខ្ញុំឲ្យបងយួនខែនេះយើងចំណេញ280ម៉ឺនតាមការបញ្ជារបស់បងយើងឲ្យ50ទៅអ្នកបច្ចេកទេសគ្រប់គ្នាដឹងគុណបងណាស់ថាតាមបងត្រូវហើយបងប្អូនតាមខ្ញុំនឹងមានខ្ញុំមានតែម្នាក់មិនរាប់ទេគ្រប់គ្នាមានទៅជាការមានពេញរាវធ្វើអីនៅទីនេះពូលីនបើពូចង់និយាយអីលីនយួនពូដឹងខុសហើយមួយឆ្នាំនេះពូស្ដាយក្រោយរាល់ថ្ងៃស្ដាយដែលធ្វើបែបនោះចំពោះឯងនិងឪពុកម្ដាយហើយពូមិនហ៊ានសុំទោសទេគ្រាន់តែចង់និយាយថាសុំទោសពិតពូជំពាក់ខ្ញុំមិនមែនសុំទោសមួយម៉ាត់ហើយចប់ទេចុះឯងចង់អីតែពូជាប្អូនប្រុសឪពុកខ្ញុំបើពូមានបញ្ហាមករកខ្ញុំកុំរើស្លឹកក្រញូងតាមផ្លូវឲ្យខ្មាស់គេឪពុកខ្ញុំមានរឿងធំមានរឿងអីមេក្រលំហើយខ្ញុំខ្ចីលុយគេមួយដើមនឹងការរួមគ្នា50ពូកំណត់ហើយអីមិនក៏ឯងទៅខ្ចីលុយគេឯងហ៊ានណាស់ខ្ញុំចង់វិនិយោគយកលុយចាស់មកវិញចប់ខាត់អស់50ម៉ឺនប៉ាលុយក្នុងផ្ទះអស់មួយកាក់ហើយសង្គ្រោះខ្ញុំគេថាបើមិនសងនឹងប្តឹងតាមផ្លូវច្បាប់គេមិននិយាយលេងទេហើយអ្វីបានជាឯងធ្វើរឿងឆោតល្ងងបែបនេះបងយន់មានរឿងហើយបងជីដូនមួយរបស់ឯងលីនស៊ីវឡុងកំពុងខ្ចីលុយលីនស៊ីវឡុងគឺកូនពូទី2របស់ថាជំពាក់គេឥឡូវគេចាប់ផ្ដើមដំណើរការពូទី2សុំទោសប៉ុន្តែលីនស៊ីវឡុងគ្រាន់តែជាក្មេងដែលគេឥឡូវគេនៅថានៅក្នុងឃ្លាំងចាស់ក្បែរមូលដ្ឋានគីមកខាងតាមគាត់ចរចាសង្លុនមិនឲ្យគាត់ចាក់ចេញពីកន្លែងចំណាយពេលមួយថ្ងៃមួយយប់ទៅមើលសុំទោសអ្នកទាំងអស់គ្នាសុំពន្យាពេលប៉ុន្មានថ្ងៃទៀតខ្ញុំនឹងសងលុយវិញពិតប្រាខ្ញុំនឹងរកវិធីពូលីនពន្យាពេលបំណុលរបស់អ្នកហួសកំណត់យូរហើយលើកមុនយើងព្រមពន្យាពេល7ឥឡូវផុតកំណត់ហើយអ្នកមិនបានសងមួយកាក់ទេ50ម៉ឺនមែនទេខ្ញុំសងជំនួសអូបងយន់មកឯងជាអ្នកណាមកធំណាស់ដឹងទេថាយើងជាអ្នកខ្ញុំជាបងជីដូន50ម៉ឺនខ្ញុំអាចទេឲ្យប៉ុន្តែខ្ញុំមានលក្ខខណ្ឌអីពូចាប់ពីពេលនេះទៅកុំឲ្យគេរករឿងគាត់ទៀតបើមិនដូច្នោះទេខ្ញុំនឹងការពារសិទ្ធិតាមផ្លូវច្បាប់នឹងហាយល់ព្រមស្រួលផ្ទេលុយមកបានលុយហើយយើងនឹងចាក់ចេញផ្ទេលុយឲ្យហើយពិនិត្យមើលពូដឹងទេថាហេតុអ្វីខ្ញុំជួយមិនមែនសម្រាប់គឺសម្រាប់ប៉ាខ្ញុំយ៉ាងណាអ្នកក៏ជាប្អូនបង្កើតរបស់គាត់មិនចង់ឲ្យគាត់ពិបាកចិត្តគាត់ឲ្យតម្លៃជាងគេគឺសាច់ញាតិ50ម៉ឺននេះមិនមែនឲ្យអ្នកឥតគិតខ្ញុំចង់ឲ្យអ្នកសងខ្ញុំហើយអ្នកផងលីនស៊ីវឡុងអ្នកអាយុ23ឆ្នាំហើយមិនមែននេះជាលើកចុងក្រោយទៀតអញទៅលេងហ្គេមហានិភ័យខ្ពស់ខ្ញុំមិនជួយអ្នកទៀតទេគាត់មិនជឿចាប់ដូចចុះត្រឡប់ទៅរកសុខវិញខ្ញុំមិនជំពាក់អ្នកពីខែនោះទេខ្ញុំជាសាច់ញាតិរបស់ខ្ញុំជីវិតនេះមិនអាចសងអស់ទេខ្ញុំចាស់ហើយតែនឹងខំធ្វើការសងអ្នកលីនយន់ខ្ញុំមកថាអ្នកជួយលីនជាងគូសង50ម៉ឺនឯងនៅតែចិត្តទន់តែនេះជារឿងល្អបង្ហាញថាឯងជាមនុស្សស្មោះពូចៅលោករកខ្ញុំមានរឿងអីលីនយន់ខ្ញុំមានចំនួនធំមួយចង់និយាយជាមួយអ្នកផ្សារទំនិញស្រស់នៅក្រុងធំអ្នកដឹងទេទីនោះមានចំណូលប្រចាំថ្ងៃជាង1តែអ្នកផ្គត់ផ្គង់នៅទីនោះសុទ្ធតែមកពីភាគផលិតបណ្ដាញរបស់យើងគុណភាពល្អតែមិនអាចចូលទីផ្សារនោះបានខ្ញុំចង់សហការជាមួយខាងផ្គត់ផ្គង់នៅក្រុងធំដែលដឹកចេញពីអ្នកទាំងអស់ខ្ញុំរកផ្លូវអ្នករកទំនិញចំណេញចែកគ្នាពាក់កណ្ដាលល្អជាង3-7ពីមុនតែខ្ញុំមានលក្ខខណ្ឌមួយលោកថាមកខ្ញុំត្រូវការជំនួយហេរិកមូលដ្ឋានផ្ទះកញ្ចក់មួយមិនគ្រប់ទេខ្ញុំត្រូវការយ៉ាងហោចណាស់500ហិកតាដើម្បីផ្គត់ផ្គង់ឲ្យមានស្មានបញ្ហាខ្ញុំអាចបង់ប្រាក់មុនឲ្យអ្នក3លានចាត់ទុកជាប្រាក់កក់ព្រមទេសហការដោយរីករាយបងខ្ញុំលើថាបងជួយពូទី2សងលុយ50ម៉ឺននោះជាលុយច្រើនខែរបស់យើងស៊ីវ៉ាន់ដឹងទេខ្ញុំគិតថាលុយ50ម៉ឺននេះសំនឹងចាយហេតុអីគាត់ធ្វើបែបនោះដាក់បងពីមុនខ្ញុំស្អប់ពូទី2ខ្លាំងណាស់ឥឡូវខ្ញុំលែងស្អប់ហើយព្រោះខ្ញុំមានជីវិតល្អជាងខ្ញុំមានមូលដ្ឋានមានអាជីពមានអូននឹងគ្រប់គ្រាន់ហើយការជួយគេលើកក៏ដើម្បីបញ្ចប់ចំនួនចាស់ពីមុនគេជំពាក់បំណុលខ្ញុំក៏មានចំណែកខុសដែរបើខ្ញុំមិនបាច់ចេញទេទំនិញគេប្រហែលជាដឹកជញ្ជូនពីនេះទៅគេល្អអត់មិនពាក់ព័ន្ធនឹងខ្ញុំទេយ៉ាងហោចណាស់ខ្ញុំក៏មិនជំពាក់អ្នកណាទេបងឯងល្អខ្ញុំមិនបានរៀបការខុសទេឥឡូវយើងមាន500មូលដ្ឋានថ្មីបានប្រកបពីពេលនេះទៅយើងមិនមែនជាកសិដ្ឋានតូចទៀតទេយើងជាក្រុមហ៊ុនធំហើយបងប្អូនថ្ងៃនេះជាថ្ងៃបើកដំបូងនៅលោកលើក្រុមទី2របស់អ្នកគោលដៅគឺតំបន់ស្បឺរៃលើយល់ព្រមបងធំអ្នកដឹកក្រុមទី3ទៅខាងតំបន់នោះដាំទំពាំងបាយជូនបានហើយបងមីងខ្ញុំដឹកក្រុមទី1ទៅខាងនោះផ្ដោតលើដំណាំម្លឹកម៉ោង6ល្ងាចជួបគ្នានៅកន្លែងប្រមូលផ្ដុំមកចាប់ផ្ដើមឆាប់លីយន់មើលទស្សនវិជ្ជាបើកដំណើរការនេះទីផ្សារទាំងមូលលោកក្រើកអស់ហើយផលិតផលស្រស់របស់លីគូនេះជាលើកទី1ចូលក្រុងលើថាម្ចាស់ហាងនេះនៅក្មេងអាយុ20ឆ្នាំមានកសិដ្ឋានបច្ចេកវិទ្យាផ្ទាល់ខ្លួន$20000ដល់ហាងផ្ទាល់ក្នុងក្រុងដំណើរនេះពិតជាលំបាកណាស់
លោកម្ចាស់ឡាមែនឈ្មោះយូហើយខ្ញុំជាប្រធានផ្នែកទិញភោជនីយដ្ឋានលំដាប់ហើយកែខ្ញុំចង់សហការរយៈពេលវែងជាមួយបាទសូមអញ្ជើញចូលខាងក្នុងយើងអង្គុយពីលីនជន់គូខ្ញុំទៅហើយឯងរក្សាខ្លួនឯងផងប្រពន្ធឯងពិតជាទៅមែនយើងជាប្តីប្រពន្ធរាប់សិបឆ្នាំមិនទៅនៅជាមួយឯងស៊ីខ្ជិលរៀបការជាមួយឯងខ្ញុំគិតថាឥឡូវផ្ទះក៏គ្មានផ្ទះក៏បាត់យើងជំពាក់បំណុលគេច្រើនទៀតខ្ញុំនៅជាមួយឯង3ប្រពន្ធសូមឱកាសម្ដងទៀតលីនយន់ឥឡូវមានលុយគាត់ព្រមជួយយើងធ្វើការរកលុយបានឯងគិតថាគាត់ជួយឯងសុបិនទេឯងមិនគួរបោកប្រាស់លីនយន់ទេហើយក៏មិនគួរក្បត់បងថ្លៃដែរពេលនោះខ្ញុំខ្វាក់ភ្នែកទៅរៀបការជាមួយឯងភោជនីយដ្ឋានលំដាប់កម្ពុជាក្នុងឯងទៅតែបានកំង2លានដុល្លារទៀតហើយនេះយើងនឹងឡើងកំណត់ត្រាថ្មីទៀតហើយលោកលីនមានគេមករកលោកនៅខាងក្រៅអ្នកណាបើជាពូទី2របស់អ្នកសុំគាត់ចូលមកលីនយន់មីងអ្នកបានស្លាប់ទៅហើយខ្ញុំដឹងថាគ្មានមុខមករកអ្នកទេតែខ្ញុំអស់ផ្លូវហើយអ្នកតើអ្នកអាចជួយខ្ញុំម្ដងទៀតបាទពូទី2អ្នកដឹងទេថាហេតុអ្វីសុខចិត្តជួយសៀវឡុងសៀវឡុងធំឡើងនៅមុខខ្ញុំមិនចង់ឲ្យគាត់ខ្លាចជាតែអ្នកអ្វីដែលអ្នកជំពាក់ខ្ញុំមិនមែនជាលុយទេគឺអ្នកបានជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ខ្ញុំជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ឪពុកម្ដាយខ្ញុំនេះមិនមែន50000យួនអាចសង្វេគតែខ្ញុំនឹងឲ្យឱកាសមួយដល់អ្នកក្រុមឡានដឹករបស់ខ្ញុំខ្វះអ្នកថៃមិនចាំបាច់ចុះគ្រាន់តែនៅមុខខ្លាំងត្រជាក់មើលទំនិញប្រាក់ខែ5000រួមទាំងបាយមើលចុះអ្នកចង់យកទេមិនមែនយកអ្នកទេឲ្យឱកាសអ្នកបើអ្នកខំប្រឹងធ្វើថ្ងៃក្រោយនៅតែអាចរស់បើអ្នកនៅតែដូចមុនកុំបន្ទោសខ្ញុំថាមិនគិតពីមុខមាត់ខ្ញុំធ្វើអរគុណលីយុនខ្ញុំសូមក្រាបថ្វាយបង្គំអ្នកកុំអរគុណខ្ញុំអរគុណឪពុកខ្ញុំវិញគាត់នៅចាំពីមិត្តភាពបងប្អូនក្រោកឡើងកុំឲ្យគេមើលរឿងលោកលីនលោកម្ចាស់សូមសួរថាតើលោកក្នុងការបើករោងចក្រកែច្នៃផ្លែឈើនិងបន្លែរបស់លោកតែមិនដែលមានផ្លូវល្អចូលទីផ្សារខេត្តទេខ្ញុំនឹងលោកចៅសហការគ្នាដើម្បីផ្លាស់ប្ដូររឿងឲ្យប្រជាជនក្នុងខេត្តបានញ៉ាំផ្លែឈើស្រស់បំផុតនិងពិតប្រាកដបំផុតពីលោកលីនយុនយើងបានជួបគ្នាម្ដងទៀតហើយលោកគូយូណាស់មិនបានជួបលោកមើលទៅស្រស់ស្រាយល្អនិយាយថាអ្នកយកចំនួនមកខេត្តនេះហើយក្លាហានណាស់ហើយដណ្ដើមអតិថិជនចាស់របស់ខ្ញុំទៀតធ្វើចំនួនអីទីផ្សារណែណាក៏ទៅទីលោកគូមានអ្វីណែនាំទេខ្ញុំនឹងមើលថាអ្នកអាចលោតបានយូរប៉ុណ្ណាទឹកក្នុងខេត្តនេះជ្រៅណាស់លោកគូចាំបន្តិចខ្ញុំមានពាក្យចង់និយាយពេលនោះឯងគម្រាមពូទី2របស់គាត់ថាបើដឹកជញ្ជូនមិនទាន់ត្រូវបង់ប្រាក់ពិន័យតែការពិតទៅឯងបានរកបន្លែផ្លែឈើទុកជាមុនហើយឯងមិនបានខាត់បង់ច្រើនដូច្នោះទេចង់ធ្វើអីយករឿងខ្ញុំមកគំខ្ញុំមិនចង់ធ្វើអីគ្រាន់តែរំលឹកលោកគ្រូគួរទុកផ្លូវឲ្យគ្នាខ្លះភ្ជាប់គ្នាទៅថ្ងៃនេះជាថ្ងៃបើកដំបូងរបស់លីនយើងទទួលបានការបញ្ជាទិញជឹងប្រាក់សរុបជាង10លាននេះគ្រាន់តែជាការរឿងល្អនៅខាងមុខទំនិញនេះសរុប2000គីឡូក្រាមមានខូចខាតគុណភាពល្អហើយពូលីអរគុណពូធ្វើបានល្អណាស់កំណត់ត្រាបញ្ចូលធ្វើបានច្បាស់យន្តអរគុណដែលឲ្យឱកាសខ្ញុំនឹងខំធ្វើបើខ្ញុំហ៊ានរត់ទៀតមិនទុកទេចាប់ពីនេះទៅរស់នៅអត់គិតរឿងឥតប្រយោជន៍ប៉ាម៉ាក់ញ៉ាំផ្លែឈើនេះជាផ្លែឈើដែលយើងដាំខ្លួនឯងអូកូនប្រសាស្រីសុខបរិយនេះផ្អែមណាស់ម៉ាក់ផ្ទះថ្មីពេញចិត្តទេពេញចិត្តខ្លាំងណាស់ប៉ានិងម៉ាក់មិនដែលគិតថានឹងបានរស់នៅផ្ទះមានជណ្ដើរយន្តមានកូនប្រុសខ្ញុំមានជោគជ័យហើយប៉ាម៉ាក់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពេលក្រុមហ៊ុនធំជាងនេះខ្ញុំនឹងទិញផ្ទះមួយក្នុងនៅក្រុងឲ្យប៉ាម៉ាក់ទៅនៅសម្រាប់រស់ទីនោះមានសេវាពេទ្យមិនបាច់ទេមានចិត្តទញ្ញោបែបនេះគ្រប់គ្រាន់ហើយប៉ានិងម៉ាក់នៅទីនេះស្រួលហើយអ្នកចិត្តខាងក៏ស្គាល់គ្នាដំណើរដែលយើងឆ្លងកាត់ពិតជាលំបាកណាស់តែអ្វីសុទ្ធតែមានតម្លៃប្រាក់ខែ$5000គ្រប់គ្រាន់សម្រាប់ខ្ញុំនិងស៊ីវឡុងមួយខែលីយុនពូចែកប្រាក់ខែហើយនេះជាលើកទី1ដែលខ្ញុំស្ងប់ចិត្តដោយសារលីយុនខ្ញុំគិតកាន់តែច្រើនក៏ឃើញថាពេលនោះខ្ញុំអាក្រក់ខ្ញុំសុំទោសអ្នកនិងឪពុកម្ដាយអ្នកខ្ញុំសុំទោសអ្នកចេញពីចិត្តពូនេះធ្វើអីក្រោកឡើងលីងយ៉ាងឆ្នាំនេះខ្ញុំមើលឃើញច្បាស់ហើយអ្នកជាមនុស្សល្អប្រសើរជាងខ្ញុំមួយពីមុនខ្ញុំអាក្រក់នឹងពូណាស់រឿងហួសហើយទៅចោលឥឡូវអ្នកខំធ្វើការល្អសន្សំលុយឲ្យគ្រួសារអាចចាប់ផ្ដើមថ្មីស៊ីវឡុងនៅសង្ឃឹមលើខ្ញុំនឹងធ្វើលីងយ៉ាងកុំបារម្ភខ្ញុំនឹងខំធ្វើការកុំឲ្យអ្នកខកចិត្តទៀតបងយុនដំណឹងល្អការបញ្ជាទិញពីខេត្តផ្ទុះខែនេះបានបញ្ជាទិញ5លានទៅប្រាប់បងប្អូនខែនេះប្រាក់រង្វាន់ទ្វេដងអស់លោកហត់ហើយបងយុនពូកែណាស់ពី1ឆ្នាំ30000ដល់ឥឡូវ1ខែ5លានផ្លូវនេះមិនងាយស្រួលទេប៉ុន្តែខ្ញុំសប្បាយចិត្តដែលមិនបោះបង់បងទឹកតែទៅចាក់អរគុណខ្ញុំអរគុណដែលនៅជាមួយខ្ញុំពេលដែលខ្ញុំមានតែ30000អ្នកមិនបានចាក់ចេះឥឡូវខ្ញុំមានអ្វីទាំងអស់ព្រោះតែអ្នកនៅក្នុងជីវិតនិយាយអីបើខ្ញុំមិននៅជាមួយអ្នកណានៅយើងជាប្តីប្រពន្ធទៅខ្ញុំជឿអូនស៊ីវ៉ាន់ថ្ងៃក្រោយខ្ញុំនឹងឲ្យអូនមានជីវិតល្អខ្ញុំនិយាយឲ្យធ្វើលោកនិយមនេះជាលិខិតអនុម័តប្រាក់កម្ចី50លានការប្រាក់ទាបបំផុតរយៈពេល3ឆ្នាំអរគុណលីនយ៉ាមានលុយនេះយើងអាចពង្រីកទំហំយកដីជុំវិញខេត្តមកដាំខ្ញុំគិតថាពង្រីក10តំបន់ខាងបន្ថែម3ទៀតក្នុងយកម៉ាក់លូគូទៅគ្រប់ទីកន្លែងគ្មានបញ្ហាលូគូស្រស់របស់យើងនឹងទៅដល់ទូទាំងប្រទេសស៊ីវឡុងជីវិតឥឡូវនៅលំបាកបន្តិចតែវាស្ថិរភាពជាមួយឯងទៅតាមបងយុនឲ្យបានកូនដឹងហើយកូនលេងនេះទៅតាមបងជីវិតខ្ញុំនេះបងជួយសង្កេតបែបនេះល្អហើយលីនយុនអរគុណអ្នកជាអ្នកមានគុណរបស់គ្រួសារយើងលោកលីនឬឈ្មោះយូហើយខ្ញុំជាអ្នកដឹកនាំពីនាយកដ្ឋានកសិកម្មខេត្តស៊ូស្ដីសូមចូលមកអង្គុយចុះលោកលីនលើកនេះមកចង់ពិភាក្សារឿងសហការកំពុងជំរុញគម្រោងអភិវឌ្ឍកសិកម្មចង់គ្រប់គ្រងសហគ្រាសកសិកម្មឈានមុខក្នុងតំបន់ក្រុមហ៊ុនលោកសំនឹងលក្ខខណ្ឌហើយមានគោលនយោបាយអ្វីប្រាក់កម្ចីការប្រាក់កាត់បន្ថយពន្ធនិងអតិភិបដេញថ្លៃការងាររដ្ឋបើលោកព្រមសហការអ្នកនឹងទទួលបានអត្ថប្រយោជន៍សហការបានតែខ្ញុំមានលក្ខខណ្ឌអ្វីខ្ញុំចង់សង់មជ្ឈមណ្ឌលបង្ហាញបច្ចេកនៅក្នុងស្រុកយើងរៀនកសិករក្នុងបច្ចេកទេសដាំដុះគ្នារកសុខទុក្ខខ្ញុំម្នាក់ឯងមានមិនរាប់គំនិតលោកលីនល្អណាស់យើងត្រូវការអ្នកដឹកមនុស្សម្នាក់ឯងមានមិនមែនជាមានគ្រប់គ្នាមានទៅជាបងមើលព័ត៌មានហើយឬនៅក្រុមហ៊ុនយើងឡើងទូរទស្សន៍អ្នកសារព័ត៌មានតែជាងារមួយទេមិនអីទេបងនៅតែស៊ីវ៉ាន់ប្រាប់អូនថាពេលមជ្ឈមណ្ឌលបង្ហាញមនុស្សក្នុងស្រុកយើងនឹងមានទ្រព្យគ្រប់គ្នាពេលនោះអូននៅស្រុកនឹងមានមុខមាត់អ្នកណាមិនសរសើរអូនខ្លះខ្ញុំរងចាំថ្ងៃនោះហើយពិធីដាំដោយគ្មានដីនេះមិនបាច់អោនខ្នងមិនបាច់ដកស្មៅមែនហើយបើដឹងមុនថាយើងមិនបាច់លំបាកប៉ុណ្ណេះទេយើងក៏មិនបាច់នឿយហត់ដំឡើងស្រូវអស់មួយជីវិតក្នុងកង់អស់ហើយបងប្អូនអ្នកថ្ងៃនេះតំបន់សាកល្បងនេះបានបើកជាផ្លូវចាប់ពីពេលនេះទៅបើមានបញ្ហាអ្វីធំអាចមករកខ្ញុំបានទាំងអស់គ្នាខ្ញុំមិនហ៊ានថាបង្រៀនអ្វីផ្សេងទេតែការដាំដំណាំសម័យមុនមិនមែនគ្រាន់តែចុះដីជីកដុំថ្មទេអ្នកទាំងអស់គ្នាត្រូវរៀនដាំដំណាំបែបវិទ្យាសាស្ត្ររៀនលក់តាមប្រព័ន្ធអនឡាញរៀនគ្រប់គ្រងម៉ាក
មានតែវិធីនេះទេទើបអាចឈរជើងក្នុងសម័យនេះបានលោកអ្នកគ្រប់គ្រងខ្ញុំលើថាដើមដំបូងលោកមានតែ 30000 រៀលតែធ្វើម៉េចបានដល់ថ្នាក់នេះសំណួរនេះល្អណាស់ដើមដំបូងខ្ញុំត្រូវពូទីលៀបដែលខ្ញុំទទួលបានមានតែ 30000 តែខ្ញុំមិនដែលព្រោះខ្ញុំដឹងថាខ្ញុំមានជំនាញនៅនឹងមិនបាច់បារម្ភពីឱកាសងើបឡើងដូច្នេះអ្នកទាំងអស់គ្នាក៏ត្រូវរៀនជំនាញរបស់ខ្លួនដែរមិនថាសម័យប្រែប្រួលយ៉ាងណាមានជំនាញមិនដែលត្រូវគេបោះបង់ចោលឡើយលោកអ្នកគ្រប់គ្រងសួរថាដើមដំបូងហេតុអ្វីបានជាលោកគិតចង់បើកហាងផ្ទាល់នៅក្រុងព្រោះនេះជាស្រុកកំណើតខ្ញុំធំឡើងនៅរៀនដាំដំណាំនៅទីនេះជាស្គរខ្ញុំមិនចង់ឲ្យកន្លែងនេះរលត់ចុះលោកសង្ឃឹមអ្វីចំពោះអនាគតស្រុកកំណើតខ្ញុំសង្ឃឹមថាជ្រលងបៃតងកសិដ្ឋានអេកូដ៏ល្បីល្បាញខ្ញុំមកទីនេះមិនមែនត្រឹមតែរើផ្លែឈើទេអាចទទួលបានវប្បធម៌កសិកម្មដើម្បីឲ្យគ្រប់គ្នាដឹងថាកសិករក៏មានសេចក្តីថ្លៃថ្នូរនិងតម្លៃលោកអ្នកគ្រប់គ្រងនិយាយល្អណាស់ចង់សួរមែនលើកនេះយើងទៅវិស្មកាលសម្រាប់ស្រួលតែពីរអ្នកយើងបានហើយរៀបការយូរម្លេះទើបបានទៅកំសាន្តក្រោយរៀបការសៀវវ៉ាន់អរគុណដែលនៅជាមួយខ្ញុំជានិច្ចមិនដែលបោះបង់ខ្ញុំសុខចិត្តទៅជាមួយបងគ្រប់ទីកន្លែងសូម្បីតែជើងមេឃបងទីនេះស្អាតណាស់សមុទ្រគៀវណាស់ពេលនោះខ្ញុំមានតែ 30000 រៀលទេសូម្បីតែថ្លៃជួលរោងក៏ឥឡូវខ្ញុំកំពុងនាំប៉ាដំណើរនេះដូចជាសបិនអីចឹងទើបតែមានពេលសម្រាប់ឯងមករត់គេចទៀតមកដេញខ្ញុំមើលហាបើខ្ញុំចាប់ឯងបានឯងដឹងហើយពេលរៀបការគ្នាដំបូងយើងក៏ទិញចិញ្ចៀនល្អមិនបានឥឡូវខ្ញុំសង្ហែងបងឲ្យចិញ្ចៀនពេជ្រស្អាតណាស់សៀវវ៉ាន់ខ្ញុំនឹងល្អជាមួយអញអស់មួយជីវិតខ្ញុំស្ពតខ្ញុំដឹងថាបងនឹងធ្វើបែបនេះសូមទោសលោកជាលីខ្ញុំទើបតែចូលធ្វើការបាទខ្ញុំធ្លាប់អានអត្ថបទលោកជាគំរូសម្រាប់យុវជនអស្ចារ្យណាស់ខំប្រឹងធ្វើការឯងក៏អាចលៀនយន់ចំណូលក្រុមហ៊ុនឆ្នាំនេះលើស100លានហើយលឿនជាងអ្វីដែលខ្ញុំឆ្នាំក្រោយខ្ញុំគិតពង្រីកអាជីវកម្មទូទាំងប្រទេសសាខានៅពេលកាំងឯងយកយ៉ាងបានតែខ្ញុំមានលក្ខខណ្ឌខ្ញុំចង់ប្រែក្លាយភូមិយើងទៅជាទីក្រុងអេកូឡូស៊ីឲ្យអ្នករាល់គ្នាដឹងថាកសិកម្មភូមិយើងល្អបំផុតសហការគ្នាដោយសូមអបអរសាទរលោកទទួលបានកម្ពុជាអ្នកអភិវឌ្ឍជនបទថ្នាក់ជាតិអរគុណនេះជាការខិតខំរបស់អ្នកមិនមែនតែខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីឲ្យភូមិលោកឲ្យប្រជាជនលោកគូមានផ្លូវរកស៊ុយឲ្យអ្នករាល់គ្នាមានជីវភាពល្អនេះក៏ជាបំណងប្រាថ្នាធំបំផុតក្នុងជីវិតខ្ញុំស្បោះនឹងគិតយូរដែលខ្ញុំមានខ្ញុំនឹងមិនបោះបង់អ្នកណាម្នាក់តែប្រាថ្នាចង់បានជីវិតឲ្យខំប្រឹងដើម្បីពិតជាធ្វើឲ្យគ្រួសារលីនធ្វើឲ្យដូនតាមានកិត្តិយសកូនប្រុសខ្ញុំមានមុខមាត់ប៉ាម៉ាក់ទាំងអស់នេះទើបតែចាប់ថ្ងៃក្រោយខ្ញុំនឹងធ្វើឲ្យគ្រួសារយើងកាន់តែនេះទៅខ្ញុំនឹងធ្វើឲ្យគ្រួសារយើងកាន់តែប្រសើរឡើងហើយយើងពិសាមួយកែវក្តីស្រមៃដែលលោកមិនលើកនេះខ្ញុំនឹងជួយលោកបាត់ខ្ញុំបានពឹងកូនហើយពិសាមួយកែវបរោះនេះពិតជាមិនខុសទេការសម្រេចចិត្តត្រឹមត្រូវបំផុតក្នុងជីវិតខ្ញុំគឺការសិក្សានុសិស្សទាំងថ្ងៃនេះខ្ញុំនឹងបង្រៀនជំនាញថ្មីមួយគឺការដាំដុះផ្សិតបើអ្នកចេះជំនាញនេះប្រាក់ចំណូលរបស់អ្នកអាចកើនកម្លាំងរបស់មនុស្សម្នាក់មានកំណត់ប៉ុន្តែបើខ្ញុំអាចបង្រៀនមនុស្សច្រើនទៀតឧស្សាហកម្មទាំងនេះនឹងកាន់តែលឿនយន្តអ្នកមកហើយពូពុកតាសុខសប្បាយល្អណាស់បំណុលដែលជំពាក់បានធ្វើការ2ឆ្នាំទៀតនឹងសង្អស់ពូពុកខំធ្វើការពេលក្រុមហ៊ុនយើងអភិវឌ្ឍល្អនឹងមិនធ្វើឲ្យលឿនយន្តអរគុណជីវិតខ្ញុំជំពាក់អ្នកកុំអរគុណខ្ញុំអ្នកជាប្អូនឪពុកខ្ញុំយើងជាគ្រួសារតែមួយមិនលឿនយន្តពីមុនខ្ញុំធ្វើបែបនោះអ្នកនៅតែធ្វើល្អដាក់ខ្ញុំពិតជាសុំទោសអ្នកណាស់ពូពុករឿងហួសហើយទុកវាចោលទៅអ្នកនៅតែមានស៊ីវឡុងដើម្បីស៊ីវឡុងអ្នកត្រូវតែរស់នៅឲ្យបានល្អនៅមានស៊ីវឡុងទៀតស៊ីវឡុងនៅតែពឹងផ្អែកលើគ្រួសារនេះខ្ញុំមិនអាចដួលរយៈពេល6ឆ្នាំនេះយើងបានឆ្លងកាត់ផ្ទះកញ្ចក់ដែលគេបោះបង់ចោលរហូតដល់ស៊ូពីការដែលគេមើលរហូតដល់ឈរនៅលើកំពូលដីនេះគ្មានអ្នកទាំងអស់គ្នាទេបងឡងការប្រមូលផលល្អណាស់ក្នុងមួយភូមិមាន3មូលដ្ឋាននេះដំណាំដុះលូតពេលក្រោយអាចមកញឹកបងយន្តតើអ្នកគិតថាយើងនឹងអភិវឌ្ឍទៅជាយ៉ាងណាមិនដឹងទេប៉ុន្តែខ្ញុំដឹងថាបើយើងខំប្រឹងអនាគតនឹងកាន់តែប្រសើរលោកលីនខែនេះមានបុគ្គលិកថ្មី100នាក់ចូលល្អប្រាប់ពួកគេថាក្រុមហ៊ុនវេទិកាល្អបំផុតបើមានសមត្ថភាពអាចនៅទីនេះមើលតែសមត្ថភាពមិនមានមនុស្សម្នាក់ទៅក្រុមមួយផ្លូវនេះមកដល់ជំហាននីមួយមិនងាយស្រួលទេតែខ្ញុំពិតជាត្រែមានបងប្អូនរួមគំនិតច្រើននៅក្បែរជាកូនប្រុសអូសំឡេងយំខ្លាំងណាស់បងគិតឈ្មោះហើយឬនៅឲ្យឈ្មោះលីនហ្វាន់សង្ឃឹមថាកូននឹងដូចទូកអាចរកផ្លូវខ្លួនឯងក្នុងសមុទ្រជីវិតឆ្លងកាត់រលកលីនហ្វាន់ស្អាតណាស់ហ្វាន់តូចលីនហ្វានឹងផ្ដល់លក្ខខណ្ឌល្អបំផុតឲ្យតែសំខាន់បំផុតគឺកូនត្រូវអនាគតជារបស់កូន6ឆ្នាំមុនខ្ញុំចាប់ផ្ដើមពីលុយ30000នេះពេលនោះខ្ញុំគ្មានអ្វីសោះមានតែចិត្តក្លាហាននឹងការឥឡូវខ្ញុំមានក្រុមផ្ទាល់ខ្លួនក្រុមហ៊ុននិងគ្រួសារដែលខ្ញុំស្រឡាញ់នៅថ្ងៃដែលខ្ញុំធ្វើស្រែចាំតែសង្ឃឹមថាថ្ងៃណាមានផ្ទះកញ្ចក់ផ្ទាល់ខ្លួនមិននឹកស្មានថាក្តីស្រមៃនេះត្រូវកូនគ្រួសារយើងមានថ្ងៃនេះគឺដោយសារកូនប៉ាម៉ាស់នេះគ្រាន់តែជាការចាំក្រុមហ៊ុនធំជាងនេះខ្ញុំនឹងនាំប៉ាម៉ាស់ទៅមើលពិភពលោកធំទៅបរទេសមើលល្អណាស់ចាំខ្ញុំមិនទាន់ធ្លាប់ជិះយន្តហោះទេបងថាអនាគតយើងនឹងទៅជាយ៉ាងកាន់តែល្អការសម្រេចចិត្តត្រឹមត្រូវបំផុតក្នុងជីវិតខ្ញុំគឺមិនបោះបង់មិនព្រមចាញ់នៅពេលទីបំផុតបងអរគុណដែលមិនដែលបោះបង់ធ្វើឲ្យខ្ញុំនិងកូនមានទីពឹងមនុស្សល្ងីល្ងើគួរតែខ្ញុំទេដែលអរគុណដែលនៅជាមួយខ្ញុំជានិច្ចបើគ្មានអូនទេខ្ញុំមិនអាចដល់ថ្ងៃនេះទេផ្លូវនេះខ្ញុំយកមេរៀនខ្លះកុំបោះបង់ខ្លួនឯងជាដាច់ខាតទី2បើខំប្រឹងមនុស្សធម្មតាក៏អាចបង្កើតជីវិតអស្ចារ្យបានទី3មនុស្សម្នាក់អ្នកមានមិនមែនអ្នករាល់គ្នាអ្នកមានទៅជាអ្នកមានផ្លូវអនាគតនៅវែងឆ្ងាយតែខ្ញុំជឿថាបើគ្រួសារយើងនៅជាមានឧបសគ្គណាដែលយើងយន្តជីវិតប៉ានេះពិតជាសំកូនប្រុសខ្ញុំពូកែជាងខ្ញុំមួយគ្រួសារលោកលីនមានអ្នកដឹកនាំពូកែម្នាក់ហើយ